นะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะโมตัสสะภะคะวะโตอะระหะโตสัมมาสัมพุทธัสสะนะมัทโธรัตนติยสัพวันติมิទូលព្រះបង្គំអង្គខ្ញុំកណាសូមអភិវឌ្ឍបន្ទន់កាយក្រៅសម្ពាធនៃគុណករុណីទី1គឺពុទ្ធរតនាទី2ពធទី3គឺសង្ឃដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំចំពោះព្រះមេគុណខេត្តបាត់ដំបងព្រមទាំងព្រះអនុគុណក្រុងព្រមទាំងព្រះមន្ត្រីសង្ឃគុណតានុក្រមដោយសេចក្តីគោរពដោយសេចក្តីជ្រះថ្លាសូមនមស្ការថ្វាយបង្គំចំពោះព្រះអង្គគ្រូយន្តការវត្តនមិត្តរីបបារាមវត្តវិជាក្រុងបាត់ដំបងខេត្តបាត់ដំបងឱកាសនេះសូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបគុណឋានគ្រប់ទិសគ្រប់ទីដែលបានការទស្សនាអំពីការឡាយរបស់អាត្មាភាពផ្ទាល់ Facebook លោកតាជាគោចឹងអាត្មាភាពជួនដំណឹងដល់យោមញាតិបរិស័ទប្រុសស្រីគ្រូគុណឋានថានាថ្ងៃខាងមុខអាត្មាភាពធ្វើកម្មវិធីដង្ហែតេយ្យទានតែប្រគេនប្រសង់នៅវត្តអេចារាំងសីហៅវត្តបឹងញញោមនៅក្នុងខេត្តព្រះវិហារដែលស្ថិតនៅភូមិដាឃុំចម្រើនស្រុកសង្គមថ្មីខេត្តព្រះវិហារដែលយើងប្រទៅគឺថ្ងៃទី29 30ញញោមថ្ងៃសៅរ៍ថ្ងៃអាទិត្យខែសីហាឆ្នាំ2026យើងចេញដំណើរទៅវេលាម៉ោង4ថ្ងៃសៅរ៍ទី29សូមចម្រើនពរញញោមបរិស័ទប្រុសស្រីថាតេយ្យទានដែលយើងត្រូវប្រគេនប្រសង់មានដូចជាអង្គ250គីឡូទឹកត្រី5យួរទឹកក្រូច5កេសទឹកសុទ្ធ5កេសញោមហើយនឹងប្រេងឆា5យួរត្រីខ5យួរណារួមនឹងប៊ីចេងស្ករខ្ទឹមត្រីងៀតអីជាដើមអញ្ចឹងញាតិញោមពុទ្ធបរិស័ទនឹងបច្ច័យកស្អាតអញ្ចឹងញាតិញោមពុទ្ធបរិស័ទបានឃើញវីដេអូនេះហើយសូមញាតិញោមជួយ like ជួយ share ដើម្បីចែកម្លែកហើយកម្មវិធីនេះយើងមានដំណើរកម្សាន្តដូចជាទស្សនាប្រាសាទនានាទី1គឺយើងទៅប្រាសាទបឹងវេលាទី2ប្រាសាទកោះកេរទី3វត្តដាប់ពោធិ៍ប្រាព័ន្ធចុងក្រោយយើងត្រឡប់មកវិញគឺឡើងភ្នំកលែនសូមចម្រើនពរញោមថាភ្នំកលែនយើងឡើងយើងដឹងហើយព្រោះណាអត់ដល់ថ្ងៃត្រង់ទេអញ្ចឹងយើងចេញពីនោះមកញោមឡើងមកយើងដើម្បីមួយទឹកលេងកំសាន្តនានាបើញោមបរិស័ទប្រុសស្រីណាមានគោលបំណងចង់ទៅបំពេញបុណ្យតលអាចតំណាក់តំណងតាមលេខរយៈអាត្មាភាពផ្ទាល់ព្រះវិគោជាគោ011 48 16 41 088 46 43 654អញ្ចឹងញោមបរិស័ទអាត្មាជំរាបអាត្មាភាពត្រូវការស៊ីម៉ងបងណាឥឡូវមានញោមបរិសកាពើមេក៏បានចូលរួមឧបត្ថម្ភហើយបាន2ក្រុមហើយបង2ក្រុមស្មើនឹង40000រៀលអញ្ចឹងសូមញោមបរិស័ទចូលរួមឲ្យបានច្រើនកកអញ្ចឹងសូមទទួលយកផល្លានិសង្ឃជ្រះថ្លារៀងខ្លួនមគ្គ4ផល4អំពី1បានរួចចាក់ទៅទំពូនអញ្ចឹងញោមយើងនៅយូរដែរព្រោះតែញោមចង់មានគោលបំណងចង់ទៅសូមសំទៅព្រោះសំបដាទៅព្រោះណាសំបដាទៅព្រោះអញ្ចឹងគឺសូមញោមបរិស័ទណាចង់ទៅលេងព្រោះណាសូមអញ្ជើញទៅព្រោះនៅយូរដែរណាអញ្ចឹងក៏ខុសត្រូវអីយ៉ាងណាជាស្រ័យដល់គុណចាស់គ្រប់ព្រះអង្គនិងញោមញាតិបរិស័ទប្រុសស្រីអាភាពព្រះវិគោជាគោណាសូមនមស្ការលាសូមចម្រើនពលលាសូមអនុមោទនា